នាល្ងាចមួយដែលផ្ទៃមេឃស្រអាប់ចុះអាប់ស្រទុំខ្យល់ជំនោរត្រជាក់បក់មកកាត់ភូមិបង្កើតជាទឹកជំនន់ឡើងលិចវាលស្រែនិងព្រៃស្ទឹងគ្រប់ច្រកល្ហកសម្រាប់ក្មេងៗនៅក្នុងភូមិទឹកឡើងគឺជាឋានសួគ៌នៃការលេងកម្សាន្តប៉ុន្តែពួកគេមិនដែលដឹងទាល់តែសោះថាទឹកនៅគ្រប់ទីកន្លែងមិនថាព្រែកបឹងបួស្ទឹងសូម្បីតែទឹកថ្លុកជម្រៅត្រឹមកជើងសុទ្ធតែមានភ្នែកអរូបីរាប់មិនអស់នៅចាំសម្លឹងមើលពួកគេគ្រប់វិនាទីទឹកជានិមិត្តរូបនៃភាពត្រជាក់ហើយវាក៏ជាអន្ទាក់ដ៏ស្ងប់ស្ងាត់បំផុតដែលធម្មជាតិបានបង្កើតឡើងភាពត្រជាក់និងភាពស្ងាត់ជ្រងំនៅក្រោមផ្ទៃទឹកដ៏ជ្រៅនោះត្រូវនឹងធាតុដែលពពួកខ្មោចទឹកនិងវិញ្ញាណអបិយជំនឿចូលចិត្តពួនសំងំនៅបំផុតពួកវាមិនដែលដេកលក់ឡើយពួកវាគ្រាន់តែអណ្ដែតខ្លួនយឺតនៅក្រោមរបាំងទឹកថ្លាឆ្វេងរងចាំតែឱកាសដែលក្មេងៗប្រហែសបោះជំហានចូលទៅក្នុងអាណាចក្ររបស់ពួកវាតែប៉ុណ្ណោះរឿងរ៉ាវដ៏ព្រឺព្រួចនេះបានកើតឡើងចំពោះក្មេងប្រុសម្នាក់ឈ្មោះចន្ទថាដែលជាក្មេងរពឹសនឹងចូលចិត្តលេងទឹកខ្លាំងជាងគេក្នុងភូមិទោះបីជាឪពុកម្ដាយតែងតែកុំហូបជាស្ដីនិងប្រមានពីគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏ចន្ទថានៅតែលោភលួចទៅលេងទឹកស្ទឹងជាមួយមិត្តភ័ក្តិជារៀងរាល់ល្ងាចថ្ងៃនោះមេឃចាប់ផ្ដើមងងឹតស្លុបទៅហើយចន្ទថានិងមិត្តភ័ក្តិ2នាក់ទៀតបានបបួលគ្នាទៅហក់លេងនៅម្ដុំមាត់ព្រែកដែលដុះសុទ្ធតែដើមត្រកួននិងវល្លិទឹកប្រទាក់ក្រឡាគ្នាទឹកព្រែកនាពេលល្ងាចមើលទៅស្ងប់ស្ងាត់ដូចកញ្ចក់គ្មានរលកគ្មានចលនាអ្វីទាំងអស់វាហាក់ដូចជាកំពុងដេកលក់និងអញ្ជើញក្មេងៗឲ្យលោតចុះទៅក្នុងដានអន្ទាក់ដ៏ត្រជាក់ស្រេបនោះចន្ទថាបានដើរទៅក្នុងទឹកមុនគេគិតថាទឹកត្រឹមកត្រឹមចង្កេះមិនអាចធ្វើអ្វីគេបានឡើយគេក៏ចាប់ផ្ដើមសើចសប្បាយនិងវាយទឹកលេងយ៉ាងក្អាកក្អាយស្រាប់តែនៅក្នុងវិនាទីនោះចន្ទថាមានអារម្មណ៍ថាសីតុណ្ហភាពទឹកជុំវិញខ្លួនប្រែជាត្រជាក់ខុសធម្មតាត្រជាក់រហូតដល់ញាក់សាច់និងស្រាប់ចូលទៅក្នុងឆ្អឹងនៅក្រោមផ្ទៃទឹកដ៏ស្ងប់ស្ងាត់ភ្នែកស្រពេចស្រពិលពណ៌សក្បោះមួយគូបានបើកឡើងសម្លឹងចំជើងរបស់ចន្ទថាពីបាតភក់មិនទាន់ទាំងដឹងខ្លួនផងជើងរបស់ចន្ទថាក៏ត្រូវកម្លាំងទាញដល់មហិមានិងត្រជាក់ដូចទឹកកកចាប់ក្រសោបកជើងគេជាប់វាមិនមែនជាការរអិលជើងទេប៉ុន្តែវាជាការទាញទម្លាក់ចុះទៅក្រោមចំទិសដៅបាតស្ទឹងចន្ទថាភ័យស្លន់ស្លោខ្លាំងណាស់គេចង់ស្រែកហៅមិត្តភ័ក្តិឲ្យជួយថាជួយផងប៉ុន្តែភ្លាមនោះស្រមោលខ្មៅសក់វែងអន្លាយមួយបានស្ទុះឡើងមកខ្ទប់មាត់និងច្រមុះរបស់គេជាប់ពីខាងក្រោយកម្លាំងអាចកំបាំងនោះបានច្របាច់កញ្ចឹងករបស់គេយ៉ាងណែនធ្វើឲ្យបំពង់ករបស់គេកន្ត្រាក់បិទជិតឈឹងគ្មានសំឡេងណាមួយបន្លឺចេញមកក្រៅបានឡើយសូម្បីតែខ្យល់ដកដង្ហើមក៏ត្រូវបានកាត់ផ្ដាច់ភ្លាមមិត្តភ័ក្តិរបស់ចន្ទថាដែលឈរនៅលើគោកឃើញចន្ទថាឈរងក់ក្បាលចុះឡើងនិងវាយដៃខ្សោយលើផ្ទៃទឹកពួកគេគិតថាចន្ទថាកំពុងតែលេងសើចធ្វើពុតជាលង់ទឹកព្រោះទឹកនៅទីនោះរាក់ទាបសោះមិនសមនឹងលង់ឡើយពួកគេឈរសើចក្អាកក្អាយដោយមិនដឹងទាល់តែសោះថានៅក្រោមផ្ទៃទឹកនោះចន្ទថាកំពុងតែប្រយុទ្ធតស៊ូជាមួយវិញ្ញាណខ្មោចទឹកដែលកំពុងតែសើចចំអកនិងរឹតចំណងវល្លិត្រកួនជុំវិញជើងរបស់គេកាន់តែតឹងឡើងគេព្យាយាមងើបក្បាលផុតទឹកក្នុងដង្ហើមចុងក្រោយប៉ុន្តែរាល់ពេលដែលគេងើបឡើងទឹកបន្តិចបន្តួចក៏បានហូរចូលបំពង់កធ្វើឲ្យគេកាន់តែថប់ដង្ហើមទន់ដៃទន់ជើងនិងអស់កម្លាំងទាំងស្រុងដូចជាត្រូវគេបឺតជញ្ជក់ព្រលឹងចេញពីរាងកាយក្នុងរយៈពេលតែប៉ុន្មាននាទីដ៏ខ្លីចន្ទថាក៏លិចបាត់ទៅក្នុងទឹកស្រងាត់ផ្ទៃទឹកព្រែកក៏ត្រឡប់មកជាស្ងប់ស្ងាត់និងត្រជាក់ស្រេបវិញដោយគ្មានរឿងអ្វីកើតឡើងរហូតដល់មិត្តភ័ក្តិដឹងខ្លួនថាមានរឿងមិនស្រួលក៏ប្រញាប់រត់ទៅហៅមនុស្សចាស់ឲ្យមកជួយទម្រាំតែអ្នកភូមិមកដល់និងចុះរាវរកសាកសពគឺត្រូវចំណាយពេលរាប់ម៉ោងទើបអាចរកឃើញសាកសពចន្ទថាដែលកប់ជាប់ក្នុងភក់ដ៏ជ្រៅអ្វីដែលធ្វើឲ្យអ្នកភូមិនិងឪពុកម្ដាយរបស់ចន្ទថាស្រែកយំសោកបោកខ្លួននិងព្រឺក្បាលបំផុតនោះគឺសាកសពរបស់ចន្ទថាមានសភាពខៀវស្វាយពេញដងខ្លួនភ្នែកទាំងពីរនៅបើកហែកធំបង្ហាញពីភាពភ័យតក់ស្លុតរន្ធត់ជាពន់ពេក
ហើយនៅលើកជើងទាំងសងខាងមានស្នាមជាំខ្មៅរាងដូចម្រាមដៃមនុស្សក្តាប់ជាប់យ៉ាងច្បាស់ក្រឡែតមិនមែនជាស្នាមវល្លិរុំនោះឡើយចាប់តាំងពីថ្ងៃនោះមកព្រលឹងរបស់ចន្ទថាក៏ត្រូវជាប់ឃុំឃាំងនៅក្នុងបឹងដ៏ត្រជាក់នោះคล้ายជាវិញ្ញាណខ្មោចទឹកម្នាក់ទៀតដែលត្រូវអង្គុយសំងំក្រោមផ្ទៃទឹករងចាំអូសទាញក្មេងៗជំនាន់ក្រោយដែលមកហែលនិងចូលចិត្តលេងទឹកឲ្យមកស្លាប់ជំនួសកន្លែងខ្លួនដើម្បីបានទៅចាប់ជាតិរឿងរ៉ាវពិតដ៏គួរឲ្យខ្លាចនេះបានខ្លាចជាការដាស់តឿនយ៉ាងរន្ធត់ដល់ក្មេងៗគ្រប់រូបថាឲ្យតែឃើញទឹកទោះបីជាស្ងប់ស្ងាត់និងមើលទៅមានសុវត្ថិភាពយ៉ាងណាក៏ដោយចូលដឹងថាមានភ្នែកខ្មោចទឹកកំពុងតែចាំសម្លឹងមើលនិងរងចាំត្របាក់យកជីវិតអ្នកគ្រប់វិនាទីបើអ្នកនៅតែហ៊ានលេងសើចជាមួយវាទៀតទឹកមិនមែនជារបស់ទទេស្អាតឡើយនៅគ្រប់ទីកន្លែងមិនថាព្រែកខ្សែស្ទឹងបឹងបួឬធ្លុកទឹកជម្រៅត្រឹមកជើងសុទ្ធតែមានភ្នែកព្រាយទឹកនិងវិញ្ញាណអបិយជំនឿរាប់មិនអស់កំពុងដេកសំងំសម្លឹងមើលមកអ្នកគ្រប់វិនាទីភាពត្រជាក់និងភាពស្ងាត់ជ្រងំនៅក្រោមផ្ទៃទឹកនោះគឺជាធាតុដែលពួកវាចូលចិត្តបង្កប់ខ្លួនបំផុតពួកវាមិនដែលដេកលក់ទេពួកវាគ្រាន់តែអណ្ដែតខ្លួនយឺតរងចាំតែឱកាសដែលអ្នកប្រហែសបោះជំហានចូលទៅក្នុងអាណាចក្ររបស់ពួកវាតែប៉ុណ្ណោះកាលណាបើអ្នកបានស្លាប់នៅក្នុងទឹកនោះព្រលឹងរបស់អ្នកនឹងត្រូវជាប់ឃុំឃាំងនៅក្នុងបាតបឹងคล้ายជាវិញ្ញាណខ្មោចទឹកជំនាន់ក្រោយដែលត្រូវអង្គុយសំងំចាំអូសទាញអ្នកដទៃឲ្យមកស្លាប់ជំនួសកន្លែងខ្លួនទើបអាចទៅចាប់ជាតិបាន